មេរៀននេះប្រហែលជាខ្ញុំចង់ចែកម្លែកជាមួយប្រុសៗជាងណាប៉ុន្តែអានេះគឺយើងនិយាយពីចំណុចពាក់ព័ន្ធទៅលើរបៀបដែលមនុស្សស្រីគាត់ចាប់ផ្ដើមប្រតិកម្មមួយមនុស្សប្រុសភាគច្រើនខ្ញុំជឿថាសំបីតែមនុស្សស្រីខ្លួនឯងហ្នឹងពេលខ្លះទៅគាត់អាចដឹងខ្លួនឬមិនដឹងខ្លួនថាហេតុអីបានជាគាត់ចូលចិត្តតេះទឹកចិត្តដៃគូគាត់ម៉េះគាត់ចូលចិត្តញាស់ឬក៏ចូលចិត្តលេងសើចជាមួយដៃគូគាត់ម៉េះមូលហេតុហ្នឹងមិនមែនដោយសារតែគាត់ចង់ធ្វើបាបមនុស្សប្រុសទេមនុស្សប្រុសយើងត្រូវយល់ពេលខ្លះគាត់មិនមែនមានចេតនាចង់ធ្វើឲ្យយើងអន់ចិត្តមែនទែនទេប៉ុន្តែដោយសារតែគាត់ចង់ដឹងថាតើយើងនឹងមានការអត់ធ្មត់ជាមួយគាត់ក្នុងកម្រិតប៉ុណ្ណាជាមួយនឹងអាការៈប្រែប្រួលរបស់គាត់ម្ដងម្កាលអាចនិយាយថាបែកសើម្ដងម្កាលអីចឹងណាលេងសើចអូមកថាជាងការគាត់បបួលយើងទៅដើរលេងឬក៏យើងណាត់គ្នាថាទៅណាហើយប៉ុន្តែសុកគាត់ទនេពេលគាត់អបសុកគាត់ cancel ចោលស្រែចិត្តចឹងទៅឧទាហរណ៍ហើយជាងការទៅគាត់សំបីតែរឿងទូចមួយដែលយើងជជែកគ្នាលេងចឹងទៅគាត់ចេះតែតបទៅគាត់ចេះតែប្រកែកទៅជាងការគាត់ដឹងថាគំនិតគាត់អត់ត្រូវទេប៉ុន្តែគាត់ចេះតែបដិសេធមួយយើងឲ្យទាស់គំនិតគ្នាលេងចឹងដើម្បីឆ្លោះគ្នាចង់ដឹងថាសុបាយប៉ុណ្ណាចឹងប៉ុន្តែមិនមែនដើម្បីសុបាយនឹងទៅមុខទេប៉ុន្តែគាត់ចង់ដឹងថាតើនៅពេលដែលយើងខុសគ្នាឬក៏ទាស់គំនិតគ្នាអញ្ចឹងតែយើងតបតមួយគាត់ពីមិនគាត់ចង់ដឹងអា response អាការឆ្លើយតបរបស់យើងនឹងវាសមហេតុសមផលយើងប្រកែកយកឈ្នះឬក៏អត់គាត់ចង់ដឹងចម្លើយហ្នឹងតែគាត់មិនមែនខ្វល់ថារឿងត្រូវមិនត្រូវពិតមិនពិតនឹងនៅណាទេគាត់អាចយល់ត្រូវមិនត្រូវនៅណាហើយប៉ុន្តែគាត់ចេះចង់ដឹងថាយើងប្រតិកម្មបែបមិនជាមួយគាត់អញ្ចឹងណាហើយធ្ងន់ជាងនឹងទៀតហ្នឹងថ្ងៃខ្លះទៅគាត់រីករាយសប្បាយចិត្តមួយយើងច្រើនគាត់ធ្វើឲ្យយើងដឹងថាគាត់រីករាយសប្បាយចិត្តប៉ុន្តែក៏ជាងការទៅគាត់ទនេគាត់ស្ងាត់ជ្រាបវិញគាត់ធ្វើជាដូចអត់ដែរស្គាល់យើងអញ្ចឹងក៏មានដែរគាត់ចេះតែបញ្ចេញអារម្មណ៍ធ្វើស្ងាត់ពីយើងឬក៏ហាក់បីដូចជាឃ្លាតពីយើងរៀងខុសធម្មតាអញ្ចឹងទៅក៏មានដែរគាត់ចង់ដឹងថាម៉េចគាត់ចង់ដឹងថាតើយើងពេលដែលអត់មានគាត់សូវស្និទ្ធស្នាលដូចមុនអញ្ចឹងតើយើងជ្រួលច្រាលអត់យើងលក្ខណៈដូចយើងដូចគោស្រាំងតិចឬក៏អត់ពេលដែលអត់មានវត្តមានគាត់នៅស្និទ្ធស្នាលដូចមុនអញ្ចឹងសួរថាគាត់ធ្វើអញ្ចឹងដើម្បីអីគេមនុស្សស្រីខ្លះគាត់ដឹងខ្លួនដូចបច្ចេកអញ្ចឹងហើយអ្នកខ្លះទៅគាត់ក៏អត់ដឹងខ្លួនទេប៉ុន្តែភាគច្រើនគាត់តែងតែចង់ដឹងចិត្តរបស់មនុស្សរបស់យើងថាតើអារម្មណ៍យើងនឹងណឬក៏អត់តើយើងចេះគ្រប់គ្រងចិត្តឬក៏បរិញ្ញារបស់យើងឬក៏គ្រប់គ្រងអារម្មណ៍របស់យើងបានមាំឬក៏អត់ដូចថាពេលដែលបបួលឲ្យខឹងយើងខឹងងាយអត់ពេលបបួលឲ្យអន់ចិត្តយើងអន់ចិត្តងាយអត់ទាំងអស់ហ្នឹងអាភាពមាំទាំនៃចិត្តហ្នឹងគឺគាត់ចង់ដឹងអញ្ចឹងនិយាយទៅមនុស្សស្រីគាត់អាចមានអារម្មណ៍ប្រែប្រួលបន្ទាប់ពីបានស្និទ្ធជាមួយយើងហើយស្រាប់តែពេលតេស្តឲ្យគាត់ដឹងអារម្មណ៍គាត់ប្រែប្រួលជាមួយយើងជាងនឹងឬក៏អត់ឬក៏អារម្មណ៍គាត់វិវត្តទៅមុខល្អជាមួយយើងឬក៏អត់គឺវាអាស្រ័យទៅលើដំណាក់កាលគាត់តេស្តដំបងហ្នឹងអញ្ចឹងមិនថាគាត់តេស្តយើងវាមិនទេប៉ុន្តែបើសិនជាមនុស្សប្រុសយើងចាប់ផ្ដើមបញ្ចេញអាការៈដូចអ្វីដែលគាត់សង្ស័យឧទាហរណ៍ថាយើងអត់ចេះប្រើអារម្មណ៍យើងខឹងទៅពីជាងការទៅដល់ពេលរឿងអន់ចិត្តតិចតួចយើងរៀងកំរោលដាក់គាត់ឬក៏រឿងមិនសប្បាយចិត្តតិចតួចយើងចោទជាបញ្ហាអញ្ចឹងទៅយើងទាំងអស់ហ្នឹងបូកដកគុណចែកស្មើនឹងនាំឲ្យគាត់អាចសន្និដ្ឋានបានថាយើងអត់សូវមានវិន័យផ្លូវចិត្តឬក៏អត់សូវចេះគ្រប់គ្រងអារម្មណ៍ឯប្រតិកម្មរបស់យើងគាត់អាចខ្លាចឬក៏មិនពេញចិត្តអីចឹងទៅធ្លាអារម្មណ៍ចេញមកលើគាត់ប្រតិកម្មខ្លាំងៗឬក៏អត់គាត់ចង់តេស្តstability យើងនិយាយថាស្ថិរភាពផ្លូវចិត្តហ្នឹងថាយើងមាំអត់ចិត្តយើងគាត់ចាប់ដើមគិតម្ដងទៀតថាគាត់អត់ចូលចិត្តមនុស្សដែលខ្សោយចឹងឯងគាត់ចូលចិត្តមនុស្សដែលមានផ្លូវចិត្តរឹងមាំគាត់អត់ចូលចិត្តស្ថានភាពនៅពេលដែលគាត់ពិបាកស្មានណានៅពេលដែលមានរឿងតិចតួចមិនដឹងថាវាអាចកើតជារឿងអីមិនដឹងចិត្តត្រូវឆ្លោះគ្នាខឹងគ្នាខ្លាំងអត់មិនដឹងចិត្តត្រូវប្រតិកម្មដាក់គ្នាខ្លាំងឬក៏អត់គាត់ចូលចិត្តតែស្ថានភាពណាដែលគាត់អាចគ្រប់គ្រងបានគាត់ចង់ដឹងថាតើនៅពេលដែលមានការជ្រុលជ្រោះប៉ះពាល់ផ្លូវចិត្តអារម្មណ៍រៀងខ្លួននឹងយើងអាចគ្រប់គ្រងបានវេលាដែលយើងគ្រប់គ្រងបានវេលាដែលយើងអាចនឹងណចេះទប់អារម្មណ៍នោះវចនានុក្រមរបស់គាត់នឹងគាត់អាចសន្និដ្ឋានបានថាយើងគឺជាមនុស្សដែលមានទឹកចិត្តមាំទាំអាចយកចិត្តទុកដាក់បានខ្ពស់ជាមួយគាត់ហើយចេះ take care ផ្លូវចិត្តរបស់គាត់ដែរព្រោះគាត់ក៏ជាមនុស្សជ្រួលច្រាច្រើនដែរអញ្ចឹងគាត់ត្រូវការអ្នកដែលមាំជាទីបង្អែកអញ្ចឹងដែរអញ្ចឹងផ្លូវចិត្តយើងនឹងសំខាន់ណាស់បើយើងចេះសម្លៀងវាឲ្យមាំជាងនឹងទីទៀតយើងមិនបាច់ភ័យថាមនុស្សស្រីអត់ចេះមើលតម្លៃយើងឯងពីច្រើនគាត់វាតម្លៃយើងត្រង់អាប្លោះនឹងជាងគេអញ្ចឹងមនុស្សប្រុសយើងអាចព្យាយាមរៀននៅនឹងតិចតួចយើងអាចនឹងបានរៀងគ្រាន់បើផ្លូវស្នេហាមិត្តភាពយើងរៀងគ្រាន់បើជាមួយអ្នកដទៃអរគុណជូន